បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីវីដេអូមួយហើយក៏ឆ្លៀតឆ្លើយសំណួរបាទបងប្រុសម្នាក់គាត់សួរថាអង្កែបហ្នឹងយកទៅចាប់ពីយកទៅហ្នឹងចិញ្ចឹមប្រហែលខែទៅបានផលបាទគឺកូនកែបនេះបងប្អូនយកពីខាងយើងខ្ញុំទៅគឺបងប្អូនចិញ្ចឹមរយៈពេលខ្ទង់តែ1ខែកន្លះយើងបានຂະຫນាតកែបបោហើយបងប្អូនបាទបើសិនជាបងប្អូនបានចង់បានຂະຫນាតធំជាងហ្នឹងគឺចំណាយពេលខ្ទង់2ខែកន្លះហើយយើងអាចបានខ្ទង់4-5 គីឡូហើយបងប្អូនបាទអញ្ចឹងបងប្អូនដែលយកកូនកែបពីយើងខ្ញុំទៅគឺអានេះកូនកែបខ្ញុំនេះវាស៊ីចំណី3លីហើយបងប្អូនបាទអញ្ចឹងបងប្អូនយកទៅដាក់3លីខ្ទង់4-5ថ្ងៃទៅបាទអញ្ចឹងបងប្អូនដាក់4លីបាទដាក់4លីឲ្យវាស៊ីទៅបាទដោយសារកូនកែបខ្ញុំនេះវាអាយុ45ថ្ងៃទៅ50ថ្ងៃហើយគឺវាត្រឹសជាងមេដៃធំជាងមេដៃហើយបងប្អូនបាទឬក៏ប៉ិនមេដៃបាទវាជ្រៀកគ្នាតិចតួចបងប្អូនបាទអញ្ចឹងបងប្អូនយកទៅគឺចំណាយពេលត្រឹមតែ1ខែកន្លះបងប្អូនអាចបានຂະຫນាត9-10 គីឡូហើយបងប្អូនបាទ9-10ក្បាល1គីឡូគឺຂະຫນាតកែបបោកបាទហើយវីដេអូនេះគឺខ្លីទេដោយសារខ្ញុំឆ្លើយតែសំណួរតែប៉ុណ្្នឹងទេហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីការចិញ្ចឹមផ្សេងទៀតបាទអរគុណបងប្អូនបាទ